អូបងប្អូនមួយចំនួនគាត់ដូចថាសួរឬក៏បញ្ជាហើយប៉ុន្តែអត់ទាន់អស់ចិត្តបាទអត់ទាន់អស់ចិត្តដូចក្នុងករណីនេះអញ្ចឹងខ្ញុំឲ្យព័ត៌មានតែ100ពាក្យឯងប៉ុន្តែពេលដែលលទ្ធផលទទួលបានមកមើលទៅដូចរៀងខ្លីណាបាទអញ្ចឹងខ្ញុំចង់ឲ្យថែម100ពាក្យទៀតបាទអញ្ចឹងខ្ញុំអាចធ្វើការ select បាទធ្វើការ select មកបាទគ្រាន់តែចុចពីលើអញ្ចឹងគឺចេញពណ៌រៀងប្រផេះអញ្ចឹងគឺបានន័យថា select ហើយបាទ select អញ្ចឹងបងប្អូនអាចដាក់មកខាងក្រោមហើយយើងបញ្ជាបន្ថែមថាសរសេរបន្ថែម100ពាក្យទៀតបាទ100ពាក្យទៀតបាទអូខេអញ្ចឹងខ្ញុំសរសេរប៉ុណ្ណឹងបាទបញ្ជាបន្ថែមប៉ុណ្ណឹងណាឲ្យសរសេរបន្ថែម100ពាក្យទៀតបាទអូខេអញ្ចឹងនេះ AI របស់យើងគឺដាក់បន្ថែមមកហើយបាទដាក់បន្ថែមមកហើយអញ្ចឹងនេះគឺជាការសួរបដិញបន្តបាទបដិញបន្តបាទបដិញបន្តអញ្ចឹងយើងមានការសរសេររៀបរាប់ខាងលើនេះហើយនឹងការបដិញបន្តបានន័យថាអត្ថបទនឹងបន្តគ្នាបាទហើយបើសិនជាយើងចង់សួរចំណុចណាមួយឧទាហរណ៍ថាខ្ញុំចង់សួរកន្លែងនេះអញ្ចឹងបាទខ្ញុំអាច select មកខ្ញុំ copy មកឧទាហរណ៍ថាយើង copy មកអូខេកន្លែងខ្ញុំដាក់ពន្យល់បន្ថែមបាទអញ្ចឹងនៅក្នុងចំណុចណាមួយដែលបងប្អូនអត់ទាន់យល់ច្បាស់គឺអាចសួរបន្ថែមបានបាទពន្យល់បន្ថែមលើចំណុចបាទខ្ញុំ copy paste ចឹងមកអូខេពន្យល់បន្ថែមលើចំណុចអូខេនេះបានន័យថាប្រាសាទអង្គរវត្តមានរបងព័ទ្ធជុំវិញ3ជាន់និងមានកំផែងការពារអីចឹងទៅបាទតាមពិតនេះគាត់តែជាព័ត៌មានទេគាត់តែខ្ញុំឧទាហរណ៍ណាអញ្ចឹងបើសិនជាធ្វើការបងប្អូនទាំងអស់គ្នាកំពុងតែធ្វើការ research អីបន្ថែមអញ្ចឹងគឺចំណុចណាដែលយើងអត់ទាន់ច្បាស់យើងអាចសួរបន្ថែមបែបនេះបានហើយយើង select បែបនេះបាទឲ្យចេញពណ៌ប្រផេះអញ្ចឹងមកអញ្ចឹងនៅពេលដែលយើងសួរបន្ថែមគឺ AI របស់យើងគឺចាំនៅព័ត៌មានហ្នឹងថាដូចជាសួរបដិញបន្តអញ្ចឹងបាទអញ្ចឹងខ្ញុំដាក់បន្ថែមអូខេអញ្ចឹងការឆ្លើយតបនេះគឺផ្អែកទៅលើចំណុចហ្នឹងតែម្ដងបាទផ្អែកទៅលើចំណុចហ្នឹងតែម្ដងអញ្ចឹងធ្វើការបញ្យលក្បោះក្បាយបន្ថែមតែម្ដងអូខេអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងពីរបៀបដែលយើងសួរព័ត៌មានដំបូងហើយនៅពេលដែលមានព័ត៌មានណាដែលយើងចង់សួរជីកគោលបន្ថែមទៀតគឺយើងអាចសួរបដិញបន្ថែមបានបាទសូមអរគុណ